update ทาง chain មាននៅថ្ងៃសុក្រទី5ខែ12សម្រាប់តម្លៃមាសបច្ចុប្បន្នគឺនៅ$4,208ក្នុង1អោនហើយបើយើងគិតជាតម្លឹងខ្ទង់$5,069ក្នុង1តម្លឹងហើយបើយើងគិតជាជីខ្ទង់$506ក្នុង1ជីអញ្ចឹងសម្រាប់ទិសដៅមាសនៅថ្ងៃសុក្រនេះគឺនៅតែបន្តឡើងទៅលើទៀតទេដូច្នេះសម្រាប់បងប្អូនដែលរងចាំទិញមាសគឺនៅតែល្អហើយសម្រាប់តម្លៃបច្ចុប្បន្ននេះមាសឡើងពីក្រោមនេះទៅរៀងគួរសមដែរអញ្ចឹងយើងអាចរងចាំនៅពេលដែលមាសត្រឡប់ចុះមកក្រោមវិញគឺយើងអាចទិញបានដែរអញ្ចឹងសម្រាប់តម្លៃទិញនៅថ្ងៃសុក្រនេះគឺយើងអាចទិញបាននៅពេលដែលមាសចុះមករកតម្លៃ$4,194សម្រាប់តម្លៃនេះបើសិនជាយើងទិញយើងគួរទិញតូចហើយតម្លៃដែលល្អនៅក្នុងការទិញនៅថ្ងៃសុក្រនេះគឺនៅតម្លៃខាងក្រោមគឺតម្លៃ$4,174អញ្ចឹងសម្រាប់តម្លៃនេះយើងអាចដាក់ buy limit បានដោយសារតែរៀងឆ្ងាយដែរពីតម្លៃបច្ចុប្បន្នអញ្ចឹងយើងរងចាំទិញនៅតម្លៃដែលទាបគឺល្អសម្រាប់តម្លៃលក់អញ្ចឹងយើងលក់បាននៅពេលដែលទីផ្សារមាសឡើងទៅរកតម្លៃខ្ពស់អញ្ចឹងនៅពេលដែលទីផ្សារឡើងទៅរកតម្លៃខ្ទង់$4,232គឺយើងអាចលក់បានហើយសម្រាប់តម្លៃនេះបើសិនជាយើងលក់យើងគួរលក់តូចហើយតម្លៃលក់ដែលល្អនៅក្នុងថ្ងៃសុក្រគឺនៅតម្លៃ$4,255អញ្ចឹងសម្រាប់តម្លៃខាងលើគឺយើងអាចដាក់ sell limit បានសម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមការប្រកួត account demo នៅ Blackwell គឺអាចចូលរួមបានសម្រាប់រង្វាន់ធំគឺនឹងទទួលបានឡានមួយគ្រឿងសម្រាប់លេខ2នឹងទទួលបានម៉ូតូ Yamaha លេខ3គឺទទួលបានម៉ូតូ Scoopy ចំណែកលេខ4នឹងទទួលបាន iPhone 17 Pro Max ចំណែកលេខ5នឹងទទួលបាន Galaxy Tab អញ្ចឹងសម្រាប់ការចូលរួមបងប្អូនអាចទាក់ទងមកតាម Telegram គឺ016879511